សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបន្តសាច់រឿងថ្នាក់រៀនធ្វើជាឃាតករបន្តទៀតការពីវគ្គមុនលោកគ្រូខូរ៉ូនៅមានការប្រយុទ្ធមួយទៀតជាមួយនឹងអ៊ីតូណាចាប់ផ្ដើមនៅការប្រយុទ្ធដំបូងអ៊ីតូណាបានប្រើល្បឿនដ៏លឿនរបស់គាត់ស្ទុះទៅកាត់ផ្ដាច់ដៃរបស់លោកគ្រូខូរ៉ូគាត់ពិតជាខឹងខ្លាំងណាស់ទឹកមុខរបស់លោកគ្រូខូរ៉ូបានប្រែទៅជាកាចសាហាវភ្នែកឡើងពណ៌ក្រហមប៉ុន្តែអ៊ីតូណាមិនបានខ្វាយខ្វល់ទេគិតតែវាយសម្រុកមិនដល់ដៃនៅពេលនោះលោកគ្រូខូរ៉ូមិនអាចតបតបានទេបានត្រឹមតែកិច្ចយកតែមួយរួចខ្លួនប៉ុណ្ណោះខណៈពេលដែលកំពុងតែប្រកួតគ្នាជីរ៉ូដែលជាគ្រូរបស់អ៊ីធូណាបានប្រើពន្លឺអ្វីម្យ៉ាងបាញ់ទៅលើលោកគ្រូខូរ៉ូដែលជាឱកាសឲ្យអ៊ីធូណាវាប្រហារចំគោលដៅដែលបានធ្វើឲ្យលោកគ្រូខូរ៉ូទន់ជង្គង់ស្រាប់តែម្ដងសិស្សរបស់លោកគ្រូខូរ៉ូម្នាក់ឈមមើលឡើងផ្លឹកអស់ហើយនៅពេលដែលឃើញលោកគ្រូរបស់ខ្លួនត្រូវបានរងរបួសធ្ងន់បែបនេះមើលទៅលោកគ្រូខូរ៉ូហាក់ដូចជាអស់កម្លាំងក្រោបឈរប្រយុទ្ធតទៅទៀតចំណែកឯអ៊ីធូណាក៏មិនបានរុញរាយច្រើនដែរក៏បានប្រើស៊ុប៊ឺចុងក្រោយចាក់ផ្ដាច់លោកគ្រូខូរ៉ូចោលតែម្ដងអ្នកទាំងអស់គ្នាច្បាស់ជាគិតថាលោកគ្រូខូរ៉ូមិនរស់នោះទេប៉ុន្តែគណៈពេលនោះលោកគ្រូខូរ៉ូបែរជាឈរធ្វើមិនដឹងហាក់ដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹងដោយមុននេះគាត់បានប្រើល្បឿនដ៏លឿនរបស់គាត់ប្រមូលយកកំបិតដែលនៅក្នុងដៃរបស់កូនសិស្សអញ្ចឹងនៅពេលដែលអ៊ីធូណាដាក់ស៊ុប៊ឺមកលើគាត់មុននេះគឺត្រូវជាមួយនឹងមុខកំបិតទាំងអស់ឆ្លៀតពេលដែលអ៊ីធូណាកំពុងតែមានរបួសនិងមិនទាន់ដោះដៃមកចេញមកវិញលោកគ្រូខូរ៉ូក៏បានចាប់ច្រកអ៊ីធូណាក៏វត្តចេញទៅក្រៅបង្អួចលោកឈីរ៉ូដែលជាគ្រូរបស់អ៊ីធូណាបានបញ្ញាប់ទៅជួយកូនសិស្សហើយនឹងបានចាកចេញទៅប្រហែលថ្ងៃក្រោយមកសិស្សថ្នាក់3E ទទួលបានការអញ្ជើញចូលរួមប្រកួតកីឡា Baseball ជាលក្ខណៈមិត្តភាពជាមួយនឹងក្រុមថ្នាក់ជាន់ខ្ពស់ប៉ុន្តែដូចតែយើងបានដឹងហើយពួកថ្នាក់ជាន់ខ្ពស់ហ្នឹងមិនមែនចង់បានមិត្តភាពអីទេពួកគេគ្រាន់តែចង់បំបាក់ថ្នាក់ 3E ឲ្យទទួលរងនៅការអាម៉ាស់តែប៉ុណ្ណោះលោកគ្រូខូរ៉ូទទួលបានដំណឹងនេះគាត់បានលើកទឹកចិត្តឲ្យកូនសិស្សចូលរួមប្រកួតដោយគាត់ជឿជាក់ថាកូនសិស្សរបស់គាត់នឹងទទួលបានជ័យជំនះព្រោះថា Sugino ក៏ធ្លាប់ជាជើងឯកអ្នកលេងបាល់ Baseball ម្នាក់ដែរថ្ងៃប្រកួតក៏បានចុះមកដល់ក្រុមថ្នាក់ជាន់ខ្ពស់ពិតជាមានជំនឿចិត្តខ្លាំងណាស់ថានឹងអាចបំបាក់ក្រុមថ្នាក់ 3E ឲ្យបរាជ័យបានប៉ុន្តែមិនដូចជាអ្វីដែលពួកគេគិតទេក្រុមថ្នាក់ 3E ឥឡូវមិនមែនជាក្រុមថ្នាក់ 3E ពីមុននោះទេពួកគេយល់ច្បាស់ពីសាមគ្គីភាពនិងចេះធ្វើការជាក្រុមហើយថែមទាំងបានរៀបចំយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ក្រោយពីការប្រកួតយ៉ាងស្វិតស្វាញ admin សុំសរុបជាលទ្ធផលយកមកទៅព្រោះថា admin ក៏មិនសូវយល់ពីការលេងកីឡា baseball ហ្នឹងប៉ុន្មានទេជាលទ្ធផលគឺក្រុមថ្នាក់ 3E ជាអ្នកទទួលបានជ័យជំនះព្រោះថានៅទីនោះក៏មានការជួយគាំទ្រពីលោកគ្រូខូរ៉ូផងដែរនៅពេលដែលក្រុមថ្នាក់ជាន់ខ្ពស់ទទួលរងនៅការបរាជ័យយ៉ាងអាម៉ាស់បែបនេះលោកនាយកសាលាដែលជាខ្នងមួយថ្ងៃរបស់ក្រុមហ្នឹងគាត់ពិតជានៅមិនសុខកាយសប្បាយចិត្តនោះទេក៏បានទៅស្ដីឲ្យគ្រូបង្វឹកហើយថែមទាំងបានដាល់គាត់មួយដៃនិងបាននិយាយថាចាប់ពីពេលនេះទៅទុកឲ្យគាត់ជាអ្នកបង្វឹកក្រុមហ្នឹងដោយផ្ទាល់លោកនាយកសាលាបានរៀបចំក្រុមសិស្សថ្នាក់ជាន់ខ្ពស់ឡើងវិញដោយបានលើកទឹកចិត្តឲ្យពួកគេជឿថានឹងអាចបំបាក់ក្រុមសិស្សថ្នាក់ 3E បានដោយសារតែបានដឹងពីយុទ្ធសាស្ត្ររបស់សត្រូវមុនលោកគ្រូខូរ៉ូក៏បានរៀបចំក្រុមឡើងវិញដែរដោយកុំឲ្យកូនសិស្សរបស់គាត់មានការភ័ន្តភាំងស្មារតីអ្វីទាំងអស់ដោយរក្សាទម្រង់លេងដូចជាធម្មតានិងបានប្រាប់ឲ្យខាម៉ាប្រើយុទ្ធសាស្ត្រចុងក្រោយដើម្បីបំបាក់គូប្រកួតទៀតផងការប្រកួតក៏បានមកដល់ខាម៉ាក៏បានដើរទៅនិយាយលេបខាយដាក់ស៊ីនដូដែលជាកីឡាករសំខាន់ប្រចាំក្រុមហើយជាមេក្រុមផងដែរបន្ទាប់មកខាម៉ាក៏បានប្រើប្រាស់នៅយុទ្ធសាស្ត្រចុងក្រោយដែលបានធ្វើទឹកមុខឲ្យញាក់ញ័រដាក់ដើម្បីបំបាក់ទឹកចិត្តសត្រូវដែលធ្វើឲ្យវាយគ្រាប់បានមិនត្រូវជាចុងក្រោយក្រុមថ្នាក់ 3E ក៏ទទួលបាននៅជ័យជំនះម្ដងទៀតហើយពួកគេពិតជាសប្បាយចិត្តខ្លាំងណាស់ជាមួយនឹងជ័យជំនះមួយនេះព្រោះថាពួកគេអាចយកឈ្នះក្រុមជើងខ្លាំងបានហើយថែមទាំងជាខ្សែរបស់នាយកសាលាទៀតប៉ុន្មានថ្ងៃក្រោយមកក៏ដល់ម៉ោងត្រូវវឹកហាត់ក្បាច់គុណជាមួយនឹងលោកខារ៉ាស៊ូម៉ាទៀតហើយកូនសិស្សទាំងអស់គ្នាបានប្រើប្រាស់ក្បាច់គុណវាយប្រហារទៅលើលោកខារ៉ាស៊ូម៉ាដោយតាមធម្មតាចម្លែកអីតែណាគីសាបានវាយឆ្មក់យ៉ាងស្ងប់ស្ងាត់បំផុតប្រៀបដូចជាសត្វពស់រងចាំចាប់ចំណីអញ្ចឹងដែលធ្វើឲ្យលោកខារ៉ាស៊ូម៉ាមិនទទួលបានអារម្មណ៍ដឹងមុនក៏ជ្រុលដៃវាយបកទៅកាន់ណាគីសាគាត់បានសុំទោសទៅកាន់ណាគីសាដែរហើយគាត់បានឲ្យកូនសិស្សវឹកហាត់បន្តគាត់សុំទៅសម្រាប់បន្តិចពេលនោះក៏បានទៅប្រទះគ្នាជាមួយនឹងគ្រូក្បាច់គុណថ្មីម្នាក់ដែលគាត់បានណែនាំខ្លួនថាគាត់ឈ្មោះយូកូគាត់ត្រូវបានរាជរដ្ឋាភិបាលជួលមកដើម្បីបង្កើនការវឹកហាត់សិស្សថ្នាក់ 3E បន្ថែមទៀតលោកគ្រូយូកូមើលទៅពិតជាមានចិត្តល្អខ្លាំងណាស់ថ្ងៃដំបូងគាត់បានវេចនំឆ្ងាញ់ៗមកផ្ញើកូនសិស្សជាច្រើនហើយថែមទាំងបានចាត់ទុកកូនសិស្សទាំងអស់គ្នានឹងប្រៀបដូចជាគ្រួសាររបស់គាត់អញ្ចឹងលោកខារ៉ាស៊ូម៉ាក៏បានទៅឆែកមើលប្រវត្តិរបស់លោកគ្រូថ្មីម្នាក់ហ្នឹងហើយក៏បានឃើញថាគាត់ធ្លាប់ធ្វើជាគ្រូបង្វឹករបស់ទាហានទៀតហើយទាហាន
ម្នាក់សុទ្ធតែមានចំណងជាប់នៅដៃហើយនឹងមានស្នាមរបួសពេញខ្លួនមកដែលលោកគ្រូយូកូបង្ហាត់ក៏បានចូលមកដល់គាត់បានដកការវិភាគវឹកហាត់របស់គាត់ឲ្យទៅកូនសិស្សមើលគឺថាហាត់ជាមួយនឹងគាត់គឺគ្មានពេលសម្រាកនោះទេគឺហាត់តាំងពីព្រឹករហូតដល់យប់តែម្ដងគាត់បានលើកឡើងថាធ្វើបែបនេះទើបរាងកាយឆាប់រឹងមាំហើយថែមទាំងហាត់ឆាប់ចេះទៀតនៅពេលនោះសិស្សម្នាក់មានឈ្មោះថាហ៊ីរ៉ូតូបានចេញមុខតវ៉ាថាការហាត់គ្មានពេលសម្រាកបែបនេះពួកគេគឺមិនអាចធ្វើបានទេលោកគ្រូយូកូក៏មិនបាននិយាយអ្វីច្រើនដែរក៏បានចាប់ហ៊ីរ៉ូតូសោកមួយជង្គង់ឲ្យដេកឆ្អល់ហើយនឹងបានសួរទៅកាន់សិស្សទាំងអស់គ្នាថាមាននរណាគេមិនចង់ហាត់ជាមួយគាត់គឺថាអាចទៅហាត់ជាមួយនឹងលោកខារ៉ាស៊ូម៉ាវិញបាននៅពេលនោះខានសាគីក៏បានក្រោកឈរមកហើយនឹងបានប្រាប់ថាគាត់សុំបដូរទៅហាត់ជាមួយនឹងលោកខារ៉ាស៊ូម៉ាវិញហើយនិយាយមិនទាន់បានចប់ផងក៏ត្រូវស៊ីមួយកំភ្លៀងដេកស្អាតពេលនោះលោកគ្រូខូរ៉ូនិងលោកខារ៉ាស៊ូម៉ាក៏មិនអង្គុយនៅស្ងៀមដែរក៏បានចេញទៅអន្តរាគមន៍លោកគ្រូយូកូបានចោទទៅកាន់អ្នកទាំងអស់គ្នាដែលនៅទីនេះគឺមិនយល់ពីក្បាច់គុណពិតប្រាកដហើយគាត់ក៏បានឲ្យលោកខារ៉ាស៊ូម៉ាជ្រើសយកសិស្សម្នាក់ឲ្យមកប្រកួតជាមួយនឹងគាត់ហើយគាត់នឹងបង្ហាញពីក្បាច់គុណពិតទៅកាន់អ្នកទាំងអស់គ្នាឲ្យបានភ្លឺភ្នែកច្បាស់លោកខារ៉ាស៊ូម៉ាមិនបានស្ទាក់ស្ទើរអ្វីទេគាត់បានចុចយកណាគីសាដែលគាត់បានជឿជាក់លើណាគីសាថានឹងអាចធ្វើបានដោយសារតែទទួលបានការជឿជាក់ពីលោកខារ៉ាស៊ូម៉ាខ្លាំងបែបនេះណាគីសាក៏មិនបានស្ទាក់ស្ទើរដែរដោយបានដើរទៅប្រឈមមុខជាមួយនឹងលោកគ្រូយូកូមួយស្មើដោយមិនមានភាពភ័យខ្លាចអ្វីទាំងអស់ចំណែកឯមិត្តរបស់គាត់វិញម្នាក់ភ័យជំនួសគាត់មិនស្ទើរនោះទេណាគីសាបានវាយប្រហារទៅកាន់លោកគ្រូយូកូយ៉ាងលឿនបំផុតនិងស្ងប់ស្ងាត់បំផុតប្រៀបដូចជាសត្វពស់ចាំចាប់ចំណីអញ្ចឹងដោយមិនឲ្យសត្រូវបានដឹងខ្លួនមុនទីបំផុតណាគីសាក៏អាចយកឈ្នះទៅលើលោកគ្រូយូកូបានគ្រប់គ្នាដែលបានឃើញម្នាក់ឈប់មើលឡើងផ្លឹកអស់ហើយនឹងបាននាំគ្នាស្ងើចសរសើរទៅកាន់ណាគីសាមិនដាច់ពីមាត់លោកគ្រូយូកូបានក្រោកឡើងជាមួយនឹងកំហឹងយ៉ាងខ្លាំងណាគីសាក៏បានសុំទោសទៅកាន់គាត់ដែរតែគាត់មិនបានខ្វល់ខ្វាយអ្វីទេក៏បានស្ទុះទៅវិញណាគីសាតែពេលនោះក៏ត្រូវបានលោកខារ៉ាស៊ូម៉ាចេញមកទប់ស្កាត់ទាន់ពេលវេលានិងបានផ្ដួលឲ្យលោកគ្រូយូកូដេកនៅនឹងកន្លែងហើយសិស្សទាំងអស់គ្នាក៏បានត្រឡប់មកចូលវឹកហាត់ជាមួយនឹងលោកខារ៉ាស៊ូម៉ាវិញបន្តទៀតប៉ុន្មានថ្ងៃក្រោយមកបន្ទាប់ពីឈប់សម្រាកពីម៉ោងសិក្សាលោកគ្រូខូរ៉ូបាននាំកូនសិស្សរបស់គាត់ចេញទៅក្រៅសាលាដើម្បីលំហែកាយនៅកន្លែងហែលទឹកមួយកន្លែងនៅពេលដែលកូនសិស្សទាំងអស់គ្នាកំពុងតែលេងទឹកយ៉ាងសប្បាយតែបើជាលោកគ្រូខូរ៉ូមិនលេងជាមួយនឹងគេទៅវិញកូនសិស្សម្នាក់ក៏បានបាចទឹកដាក់លោកគ្រូខូរ៉ូបន្ទាប់មកហាម៉ាក៏បានតង់រួនឲ្យលោកគ្រូខូរ៉ូធ្លាក់ចុះមកតែនៅពេលនោះលោកគ្រូខូរ៉ូបែរជាចេញអាការៈភ័យស្លន់ស្លោទៅវិញនៅពេលនេះយើងក៏បានដឹងហើយថារាងកាយដែលមានរាងដូចជាមឹករបស់លោកគ្រូខូរ៉ូនឹងគឺខ្លាចទឹកនៅពេលដែលប៉ះទឹករាងកាយរបស់គាត់នឹងធ្លាក់ចុះអន់ថយជាមិនខាននេះហើយជាចំណុចខ្សោយរបស់គាត់យប់ឡើងយើងបានឃើញថាសិស្សរបស់លោកគ្រូខូរ៉ូម្នាក់ដែលមានឈ្មោះថាខ្ជូម៉ាបានទទួលលុយនិងសហការគ្នាជាមួយនឹងឈីរ៉ូនិងអ៊ីតូណាហើយបានរៀបចំផែនការសម្រាប់លោកគ្រូខូរ៉ូនៅថ្ងៃស្អែកលុះដល់ស្អែកឡើងខ្ជូម៉ាបានអនុវត្តផែនការដែលបានបបួលលោកគ្រូខូរ៉ូនិងសិស្សទាំងអស់គ្នាទៅលេងទឹកនៅទីនោះម្ដងទៀតនៅពេលដែលទៅដល់កន្លែងលេងគ្រប់គ្នាបានចុះលេងទឹកយ៉ាងសប្បាយរីករាយពេលនោះខ្ជូម៉ាក៏បានដកកំភ្លើងមួយដែលឈីរ៉ូបកលឲ្យតាំងពីយប់មិញហ្នឹងភ្យងទៅកាន់លោកគ្រូខូរ៉ូរួចក៏បានបាញ់នៅពេលនោះទំនប់ទឹកក៏បានផ្ទុះឡើងហូរសិស្សទាំងអស់គ្នាធ្លាក់ចុះទៅកាន់ជ្រោះខាងក្រោមពេលនោះហើយគឺជាពេលដែលខ្ជូម៉ាបានដឹងខ្លួនថាគាត់បានចាញ់បោកឈីរ៉ូនិងអ៊ីតូណាហើយលោកគ្រូខូរ៉ូមិនបានខ្វល់ខ្វាយជាមួយនឹងរាងកាយពណ៌លឿងរបស់គាត់ដែលលាក់ស៊ីជាមួយនឹងទឹកទេក៏បានលោតទៅជួយសង្គ្រោះកូនសិស្សទាំងអស់គ្នាដោយមិនបានខ្វល់ពីខ្លួនឯងថានឹងមានគ្រោះថ្នាក់ទេអ៊ីតូណាបានឈរចាំនៅមាត់ជ្រោះស្រាប់គ្រាន់តែលោកគ្រូខូរ៉ូលោតមកអ៊ីតូណាបានប្រើកន្ទុយទាញលោកគ្រូខូរ៉ូទម្លាក់ទឹកដើម្បីឲ្យរាងកាយរបស់គាត់ចុះខ្សោយនិងងាយស្រួលសម្លាប់ចំណែកឯខ្ជូម៉ាគាត់ពិតជាភ័យខ្លាំងណាស់ក៏បានឲ្យខាម៉ាជួយនិងនិយាយរឿងដែលបានចូលដៃចូលជើងជាមួយនឹងឈីរ៉ូប្រាប់ទៅកាន់ខាម៉ាទាំងអស់ខាម៉ាឮហើយក្តៅចិត្តឆេវហ្មងក៏បានសោកមួយដៃនិងបានស្ដីឲ្យខ្ជូម៉ាថាធ្វើអីមិនចេះគិតដោយសារតែលុយធ្វើឲ្យមិត្តភ័ក្តិទាំងអស់គ្នាមានគ្រោះថ្នាក់នៅពេលនោះលោកគ្រូខូរ៉ូត្រូវបានអ៊ីតូណាវាយឡើងទក់សាច់ហើយចំណែកឯសិស្សរបស់គាត់ក៏នៅមិនស្ងៀមដែរក៏បានរៀបចំគម្រោងការជួយសង្គ្រោះលោកគ្រូខូរ៉ូដែលបានដឹងថារាងកាយរបស់អ៊ីតូណាដូចនឹងលោកគ្រូខូរ៉ូដែរអញ្ចឹងនៅពេលដែលប៉ះជាមួយទឹកនឹងចុះខ្សោយជាមិនខានខ្ជូម៉ាបានដឹងពីកំហុសរបស់ខ្លួនក៏បានលោតទៅជួយលោកគ្រូខូរ៉ូមុនគេដែលបានបាចទឹកដាក់អ៊ីតូណាចំណែកឯអ្នកផ្សេងទៀតក៏មិននៅស្ងៀមដែរក៏បានលោតមកព្រមគ្នាបាចទឹកដាក់អ៊ីតូណារហូតទាល់តែឈីរ៉ូនាំអ៊ីតូណាដកថយទៅវិញប៉ុន្មានសប្តាហ៍ក្រោយមកលោកគ្រូខូរ៉ូបានបង្រៀនកូនសិស្សរបស់គាត់ទ្វេដងដោយបានប្រើល្បឿនដែលលឿនរបស់គាត់ឆ្លាស់ទៅឆ្លាស់មកមើលសឹងតែមិនទាន់បង្រៀនកូនសិស្សម្ដងម្នាក់ព្រោះថាពួកគេចិត្តដល់ថ្ងៃប្រឡងឆមាសទៀតហើយកាន់មកមើលទីស្នាក់ការរបស់សាលារៀនវិញលោកនាយកសាលាបានហៅលោកខារ៉ាស៊ូម៉ាមកទៀតហើយដែលបានបញ្យល់គាត់ម្ដងទៀតថាមិនចង់ឲ្យថ្នាក់ 3E ពូកែជាងថ្នាក់ជាន់ខ្ពស់របស់គាត់ទេហើយចំណែកការប្រឡងឆមាសនៅថ្ងៃខាងមុខគាត់សង្ឃឹមថាថ្នាក់ 3E នឹងទទួលបានលទ្ធផលទាបជាងសិស្សថ្នាក់ជាន់ខ្ពស់របស់គាត់អញ្ចឹងសង្ឃឹមថាលោកខារ៉ាស៊ូម៉ានឹងយល់ហើយនឹងចេះចាត់ចែងការងារមួយនេះហើយនៅក្នុងថ្ងៃមួយស៊ូគីណូក៏ទទួលបានទូរស័ព្ទពីអ៊ី
Shindo ដែលជាដៃគូប្រកួតបាល់ baseball របស់គាត់កាលពីវគ្គមុន Shindo បានលួចប្រាប់រឿងអាចកំបាំងមួយទៅកាន់ Sugino ថាកម្ពុជាសិស្សទាំង5ដែលជាចំណិតរបស់លោកនាយកសាលាបានរៀបចំផែនការប្រកួតប្រជែងជាមួយនឹងថ្នាក់ 3E Asano ដែលជាកូនរបស់នាយកសាលាហើយក៏ជាសិស្សដែលឆ្លាតនិងពូកែជាងគេបំផុតប្រចាំសាលារៀនគេបានដឹកនាំក្រុមសិស្សជាន់ខ្ពស់ទាំងអស់គ្នាឲ្យខំប្រឹងឲ្យបានយកឈ្នះក្រុមសិស្សថ្នាក់ 3E ដោយការប្រឡងខាងមុខនេះគឺពួកគេមិនឲ្យក្រុមសិស្សថ្នាក់ 3E ទទួលបាននៅចំណាត់ថ្នាក់ល្អៗសូម្បីតែម្នាក់ក្រោយពីបានស្ដាប់ឮបែបនេះក្រុមថ្នាក់ 3E ទាំងអស់គ្នាក៏កាន់តែមានកម្លាំងចិត្តធ្វើដងទៀតហើយនឹងបានសន្យាជាមួយនឹងពួកគេថានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនៅថ្ងៃប្រឡងដើម្បីដណ្ដើមយកចំណាត់ថ្នាក់ល្អៗនោះពីសិស្សថ្នាក់ជាន់ខ្ពស់ឲ្យបាននៅក្នុងបានណឡៃមួយគណៈពេលដែលក្រុមសិស្សថ្នាក់ 3E កំពុងតែសិក្សាពេលនោះក្រុមសិស្សថ្នាក់ជាន់ខ្ពស់ក៏បានមករញ៉េរញ៉ៃឆាឆៅពួកគេដោយមិនឲ្យពួកគេនឹងរៀនសូត្របានប៉ុន្តែក្រុមសិស្សថ្នាក់ 3E មិនមែនស្លូតងាយស្រួលធ្វើបាបដោយពីមុននោះទេពួកគេបានប្រើប្រាស់ក្បាច់ដែលតែងតែវឹកហាត់ជាមួយនឹងលោក Karasuma មកបំភ័យក្រុមសិស្សថ្នាក់ជាន់ខ្ពស់ឲ្យត្រឡប់ទៅវិញទាំងអស់គ្នាដោយសារតែចង់ឈ្នះចាញ់ជាមួយនឹងក្រុមថ្នាក់ 3E ពេក Asano ដែលជាកូនរបស់នាយកសាលាបានរៀបចំកិច្ចសន្យាមួយរវាងសិស្សថ្នាក់ 3E និងសិស្សថ្នាក់ជាន់ខ្ពស់ថាអ្នកណាដែលទទួលបាននៅពិន្ទុខ្ពស់បំផុតនៅក្នុងការប្រឡងនឹងមានសិទ្ធិគ្រប់គ្រងឬក៏បញ្ជាថ្នាក់ម្ខាងទៀតឲ្យធ្វើអ្វីដែលពួកគេបានបញ្ជាឲ្យធ្វើនៅក្នុងវគ្គនេះខ្ញុំសូមបិទបញ្ចប់ត្រឹមតែប៉ុណ្្នេះសិនរីឯវគ្គក្រោយយើងនឹងបានឃើញអំពីការប្រឡងដណ្ដើមគ្នាយកចំណាត់ថ្នាក់រវាងសិស្សថ្នាក់ជាន់ខ្ពស់និងសិស្សថ្នាក់ 3E ហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តនៅការសម្រាយរបស់ខ្ញុំកុំភ្លេចជួយចុច like និង Subscribe ម្នាក់មួយផងខ្ញុំបាទចាក់ពតសម្រាយរឿងសូមអរគុណនិងសូមជម្រាបលា